អាចឧត្តមបានស៊ីដេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនិងលោកជំសៀវព្រមទាំងអាចឧត្តមវ៉ាន់ចម្រើនរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាអគ្គលេខាធិការអូឡ িম্প ិកកម្ពុជាអញ្ជើញជាអធិបតីភាពក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងក្នុងខេត្តព្រះសីហនុនាព្រឹកថ្ងៃទី30ខែមីនាឆ្នាំ2025អាចឧត្តមបានស៊ីដេតបានថ្លែងអំណរគុណនិងកោតសរសើរជាខ្លាំងចំពោះព្រឹត្តិការណ៍រត់ប្រណាំងនេះដោយមានមហាជនចូលរួមច្រើនកកទាំងកីឡាករជាតិនិងអន្តរជាតិដែលស្រឡាញ់វិស័យកីឡាស្របទៅតាមពាក្យស្លោកមួយដែលនិយាយថាមនុស្សម្នាក់លេងកីឡាមួយប្រភេទកីឡានាំមកនូវសុខភាពសាមគ្គីភាពរួមទាំងមិត្តភាពផងដែរហើយលទ្ធផលថ្ងៃនេះយើងឃើញថាធ្វើបានល្អត្រចះត្រចង់ដំណើរការដោយរលឿនដោយមានកិច្ចសហការជាមួយក្រុមការងារទាំងប៉ូលីសនិងក្រុមគ្រូពេទ្យបានអនុវត្តទៅតាមទូរទស្សន៍ភារកិច្ចរៀងៗខ្លួនឯកឧត្តមម៉ានស៊ីដេតអភិបាលនៃគណៈអភិបាលខេត្តសូមអរគុណដល់សមាគមសិស្សនិស្សិតអាហារូបករណ៍សម្ដេចតេជោក្នុងការចូលរួមជួយសម្របសម្រួលក្នុងព្រឹត្តិការណ៍រត់ប្រណាំងនេះផងដែរជាពិសេសអរគុណដល់ឯកឧត្តមវ៉ាន់ចម្រើនដែលបានពំនាំកីឡារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងមកកាន់ខេត្តព្រះសីហនុហើយឯកឧត្តមអភិបាលខេត្តក៏សង្ឃឹមថាក្រមមលុបសន្តិភាពសុវត្ថិភាពខេត្តព្រះសីហនុនឹងមានកីឡារត់ប្រណាំងប្រភេទនេះកាន់តែច្រើនថែមទៀតហើយប្រជាពលរដ្ឋក៏ដូចជាយុវជននៅក្នុងក្រុងព្រះសីហនុត្រៀមស្វាគមន៍និងត្រៀមចូលរួមក្នុងកីឡានេះជានិច្ចដោយឡែកឯកឧត្តមវ៉ាន់ចម្រើនរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាអគ្គលេខាធិការអូឡ িম্প ិកកម្ពុជាបានថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ចទាំងអស់ក្នុងការសហការគ្នាយ៉ាងល្អក្នុងព្រឹត្តិការណ៍នេះឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថាការរត់ប្រណាំងក្នុងខេត្តព្រះសីហនុនេះកីឡាករបានលាន់មាត់គ្រប់គ្នាថាងាយស្រួលក្នុងការរត់ទាំងបរិយាកាសក៏ល្អទាំងអាកាសធាតុក៏អំណោយផលនៅពេលព្រឹករួមទាំងខ្យល់សមុទ្រក៏ត្រជាក់ហើយយើងក៏ចងចាំជានិច្ចនៅក្នុងព្រឹត្តិការណ៍ថ្ងៃនេះជានេះទៅទៀតបរិស្ថានអនាម័យក្នុងខេត្តព្រះសីហនុកាន់តែធ្វើឲ្យអ្នករត់ទាំងជាតិនិងអន្តរជាតិមានអារម្មណ៍ថាប្រែប្រួលច្រើនពិសេសផ្លូវថ្នល់ស្អាតធ្វើឲ្យកីឡាករដកដង្ហើមបានស្រួលនិងមានអារម្មណ៍ថាពួកគាត់ចង់មកគ្រប់គ្រងក្នុងព្រឹត្តិការណ៍នេះម្ដងទៀតសម្រាប់ YouTube លោកអ្នកគ្រាន់តែវាយពី SN TV Breaking Newsចុច Like Subscribe និងរូបកណ្ដឹងជាការស្រេចនឹងទទួលបានព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃ